โดยเฉพาะข้างโยมนี้ได้เชียอาชีพก็ได้เชียเปลี่ยนในเชียก็เนี่ยเราจำนวนจุนปลายคือโลสำได้จะบ้านแล้วนะครับโลสำได้ถ้าเอาชีเวียงจำนวนเขาปรามย่างเขาไม่ใช่ชีเวียงนะโลห้ามตีมวยคือจุนสตราวนสตราวุธกัดเกิดต่างปีดาวลมเป้งทนุสนาเจดาวกับเพลิงกระแบกนะโลหามมันอ้อยยังถ้วยจำนวนถ้วยโดยคล้วนเองก็ได้ตัวกิ่งติงเกยมันโลก็ได้โลหามจ้ะยังเนี่ยโลเมียนกำไรแต่ละบอสได้เช่นไปยังตัวปักเปิดชีวิตเนี่ยดอตีจมบิงคล้วนปีพบโลกโลหามเนี่ยในตีปีห้ามมันอ้อยช่วยมันเอาน้ำมันเอาตัวโลวิสัตเดริชานแต่ว่าน้ำมันเอาตัวโลน้ำอาซียมซาเมียในสมบูรณ์เอาข้างอเมริกาเนี่ยแต่จับปูแอฟริกาเดาต้องกระเป๋าโยมมันโลอ้อยกินเอาอเมริกเอาฝรั่งเอาไอ้กิติงโยตัวเพื่อกำมาก่อชนูดบำรากินนะไอ้ก็บำรานั่นก็ใบกิเทียไอ้สันลับได้สัตว์เทียอย่างไอ้นะบ่สมัยนั้นไอ้กาจุนมันโนสระขมายเยอะมันสมัยยันแต่ปานเมียนมวยเบาโยตัวโลอ้อยเช่นโยตัวไอ้สระหน้าเต้นั่นใช่ได้บอกปลุกหามกาจุนจำนวนมันโนตีใบจำนวนสัตว์จุนสัตว์ได้สำหรับโยสัตว์โลหนึ่งก็เจ็มมันเตี้ยกูกับใบชรูปไอ้จังบ้านมานั่งโยสำหรับโยสัตว์โลหนึ่งตีบุญช่วยสระเครื่องสระวังเครื่องเยียนสับแบบสับอย่างนะตีพรำช่วยทนำปลทนำปืนสำหรับยังศึกษาเมื่อแต่ขนมจะนุ่นเข้าปรามยางตานังอ้อยตุกดอนเนี่ยดอตีจุ่มเป็นครูนยังปนาได้ซาตรับหลบวัดได้ไปเจนไปยังคนไหนก็หลวห้ามเต็มเต้าหล่อนะป่ะอันนี้สัตว์สิทธิ์มโนกรบเส้นมโนใช่ป่ะพระสัมมาสัมพุทธเจ้าบรมครูในยืนพระองค์ตรัสสำแดงท้าพระดอดบริษัทแต่งลายเนาะถ้าสิ่งใดอดทนในมวยสิ่งใดอดทนนั้นก็อดทนเต็มเพลากายเพลาจิตอดทนเพลากายคือยังធ្វើកិច្ចការដ៏ធ្ងន់ធ្ងរលំបាកដល់រាងកាយហ្នឹងហើយយើងអត់ធន់តស៊ូអត់ធន់ផ្លូវចិត្តអំពីវោហាសម្ដីអ្នកដទៃប្រើពាក្យក្រោតក្រៀតទៅគោះបបោមកលើយើងក៏អត់ធន់ដែរយើងមិនតបតអត់ធ្មត់ហ្នឹងនឹងលោកទ្រង់សម្ដែងថាសេចក្តីអត់ធន់ហ្នឹងមួយអត់ធន់ទាំងផ្លូវកាយផ្លូវវាចាដែលគេប៉ះពាល់មកហ្នឹងផ្លូវកាយគឺយើងធ្វើការហត់ហ្នឹងណានឿយហ្នឹងណាបងយើងតស៊ូដោយភវៈខ្លួនរបស់យើងជាមនុស្សដែលគេទូលមានព្រានប្រដៅទៅបានដោយងាយស្ដាប់ទទួលយកពាក្យដែលគេដាស់តឿនទូលមានព្រានប្រដៅហ្នឹងអានឹងទី2ទី3កិរិយាបានជួបបានឃើញនៅសមណៈទាំងឡាយមួយនឹងទី3នេះបានមកជួបនឹងសមណៈហើយជាជំនួបដ៏ប្រសើររបស់អ្នកទាំងឡាយសួរថាម៉េចបានមកជួបនឹងសមណៈនឹងជាកិច្ចដ៏ប្រសើរកាលណាបានមកជួបនឹងសមណៈតែងតែលើកយកធម៌យកអវាទដ៏ល្អច្បាប់ដ៏ល្អច្បាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធក្តីឬក៏លោកអ្នកប្រាជ្ញបណ្ឌិតបញ្ញវន្តដូនតាយើងដែលលោកបានរៀបជាក្បួនជាច្បាប់ពាក្យទូលមានព្រានប្រដៅដល់មនុស្សហ្នឹងមកប្រាប់យើងអានេះគេថាកិរិយាទី3កិរិយាបានជួបបានឃើញសមណៈទាំងឡាយមួយទី4ការសន្ទនាសាកសួរគ្នាទៅវិញទៅមកនៅធ្វើតាមកាលមួយគឺធម្មសាកឆាយើងឆ្ងល់អីយើងសួរកាលណាសំណួរដែលយើងសួរហើយគេតែងតែគេបកស្រាយបញ្យល់នៅអ្វីដែលយើងសួរនឹងឲ្យយើងបានយល់បានដឹង
នឹងព្រះសម្មាសម្ពុទ្ធជាបរមគ្រូថាលក្ខណៈ4យ៉ាងនេះជាមង្គលដ៏ល្អសម្រាប់មនុស្សតែมันចាំតែមានទាំង4ទៅ3មានតែ1ក៏ជាមង្គលដែរតែបើបានទាំង4ហ្នឹងរត់តែប្រសើរអូជួយធ្វើឲ្យជីវិតរបស់យើងហ្នឹងទៅជាមនុស្សប្រសើរនឹងព្រះសម្មាសម្ពុទ្ធជាបរមគ្រូលោកសម្ដែងប្រាប់អញ្ចឹងដល់មនុស្សទាំងឡាយទាំងពួងឲ្យដឹងហើយយើងទូលមានខ្លួនយើងដូចជាសេចក្តីអត់ធន់នេះកាលណាយើងបានដឹងហើយគឺយើងមានការអត់ធន់នឹងកិច្ចការងារដ៏លំបាកដូចជាសាសនាសាស្ត្រទាំងអស់ដែលកំពុងតែទទួលការសិក្សារៀនសូត្រនោះមិនមែនជារឿងដែលស្រួលតែរឿងដែលលំបាកបំផុតតស៊ូនឹងតស៊ូនឹងសេចក្តីខ្ជិលច្រអូសព្រោះធម្មតាមនុស្សតែងតែមានសេចក្តីខ្ជិលនឹងនៅជាមួយអាហ្នឹងបើកាលណាមានសេចក្តីខ្ជិលហើយយើងមិនខំលះបង់សេចក្តីខ្ជិលនឹងចេញទេអញ្ចឹងពូជខ្ជិលនឹងទុកបានន័យថាមានពូជខ្ជិលយើងអត់រៀនទេអត់រៀនអត់សូត្រទេអាហ្នឹងអញ្ចឹងបើអញ្ចឹងយើងតស៊ូនឹងសេចក្តីដែលវាខ្ជិលច្រអូសហ្នឹងមិនចង់ឲ្យយើងរៀនយើងពុះពៀខំរៀនសូត្រយកជ័យជំនះនឹងសេចក្តីខ្ជិលហ្នឹងឲ្យអស់ទៅយើងនាំគ្នារៀនសូត្រឡើងអាហ្នឹងចឹងជាសេចក្តីតស៊ូមួយព្រោះសេចក្តីខ្ជិលហ្នឹងជាក្នុងពុទ្ធសាសនាជាមន្ទិលជាធម៌ដល់លេមកអាក្រក់បើមាននៅលើរូបបុគ្គលណាហើយបុគ្គលហ្នឹងមិនបានឆ្ពោះទៅកាន់សេចក្តីចម្រើនទេនេះសេចក្តីខ្ជិលលះបង់ការងារទាំងអស់អត់ធ្វើទេនឹងបានតែការរៀនសូត្រនេះជាការលំបាកសម្រាប់ជីវិតរបស់មនុស្សនឹងត្រូវយើងយល់ពីពុទ្ធសាសនាដែលព្រះពុទ្ធលោកសម្ដែងប្រាប់ហ្នឹងចាំទាំងអស់គ្នាណាទី1គឺសេចក្តីអត់ធន់តស៊ូនឹងសេចក្តីលំបាកផ្លូវកាយផ្លូវចិត្តអានេះជាមេត្តាធ្វើហើយទី2ខ្លួនយើងជាបុគ្គលដែលគេទូលមានព្រានបដៅទៅស្ដាប់បានយល់បានតាមពាក្យទូលមានព្រានបដៅរបស់គេនោះមិនប្រកបដោយអាស្មិមនេះរឹងត្អឹងនឹងមិនស្ដាប់មិនទទួលយកពាក្យអ្នកណាហ្នឹងបាទនេះក៏នាំឲ្យយើងនឹងជួបនឹងសេចក្តីអន្តរាយដែរទី3កិរិយាដែលបានជួបនឹងសាមណៈគឺអ្នកបួសថ្ងៃនេះមកជួបអ្នកបួសហើយអ្នកបួសរមែងលើកយកអាវាតដ៏ល្អមានពាក្យទូលមានព្រានបដៅរបស់ព្រះពុទ្ធជាដើមមកប្រាប់ដល់អ្នកទាំងឡាយហ្នឹងហើយនឹងទី4កិរិយាដែលសាកសួរគ្នាទៅវិញទៅមកហ្នឹងនៅធ្វើតាមតកាលតាមវេលាហ្នឹងណាឲ្យធ្វើអ្វីដែលយើងឆ្ងល់យើងអត់ដឹងហ្នឹងយើងសួរដើម្បីឲ្យគេបញ្យល់នេះជាពុទ្ធសាសនាហើយពុទ្ធសាសនាហ្នឹងជាពាក្យភាសាបាលីប្រែជាខ្មែរតែជាពាក្យទូលមានព្រានបដៅរបស់លោកអ្នកត្រាស់ដឹងនិយាយខ្មែរសតគឺអញ្ចឹងពុទ្ធគឺលោកអ្នកត្រាស់ដឹងលោកអ្នកដឹងអញ្ចឹងក្នុងដែលអ្នកទាំងឡាយដែលមកជួបថ្ងៃនេះដែលអាត្មាភាពនឹងត្រូវលើកអវាទមកទូលមានព្រានបដៅណែនាំដល់អ្នកទាំងឡាយនេះគឺអំពីកិច្ចការចំពោះមុខកិច្ចការចំពោះមុខរបស់អ្នកទាំងឡាយនេះកិច្ចការចំពោះមុខហ្នឹងគឺកិច្ចការបច្ចុប្បន្ននេះដែលអ្នកទាំងឡាយកំពុងតែធ្វើគឺការសិក្សារៀនសូត្រនឹងជាការងារដ៏សំខាន់បំផុតសម្រាប់កុមារាកុមារីយុវជនយុវនារីហ្នឹងការងារជាការងារប្រសើរវិសេសវិសាលណាស់ខានបានទេការរៀនសូត្រនេះខានអត់បានទេសម្រាប់មនុស្សជាតិនៅលើសាកលលោកនេះពីណាក៏រៀនដែរត្រូវរៀនហើយសម្រាប់យើងដែលជាកូនរបស់លោកឪពុកអ្នកម្ដាយយើងស្គាល់ទេលោកឪពុកអ្នកម្ដាយជាអ្វីស្គាល់ទេហើយស្គាល់ទេទាំងអស់គ្នាហ្នឹងស្អីការស្គាល់តែប៉ាម៉ាក់តែដឹងប៉ាម៉ាក់ហ្នឹងមិនមែនភាសាខ្មែរទេណាហ្នឹងភាសាខ្មែរគឺលោកឪពុកអ្នកម្ដាយនេះខ្មែរហើយតែសងៃបាត់បង់អស់ហើយយើងជាកូនប្រុសកូនស្រីរបស់លោកឪពុកអ្នកម្ដាយយើងលោកឪពុកអ្នកម្ដាយលោកសង្គ្រោះយើងជួយដល់កូនប្រុសកូនស្រីហ្នឹង
កិរិយាដែលមេត្តាបិតាជួយសង្គ្រោះយើងជាកូនប្រុសកសិណក៏ជាពាក្យទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែរលោកបង្រៀនម៉ែឪនោះឲ្យសង្គ្រោះកូនប្រុសស្រីរបស់ខ្លួនដោយស្ថាន5យ៉ាងឥឡូវស្ដាប់ធ្វើឲ្យម៉ែឪដែលប្រពន្ធលោកបង្រៀនម៉ែឪនោះឲ្យធ្វើចំពោះកូនប្រុសកូនស្រីហ្នឹងការចិញ្ចឹមបីបាច់ថែរក្សាដោយបាយដោយគ្រឿងម្ហូបអាហារជារឿងមួយហើយក៏ប៉ុន្តែក្នុងនោះមានធ្វើដែលត្រូវសង្គ្រោះមកលើកូនប្រុសកូនស្រីហ្នឹង5ទី1មេត្តាបិតាហ្នឹងក៏បីណែនាំកូនប្រុសកូនស្រីនឹងឲ្យប្រព្រឹត្តល្អនៅអំពើល្អដោយកាយដោយវាចាដោយចិត្តទាំងអស់ឲ្យប្រព្រឹត្តក្នុងសុចរិតធ្វើគឺធ្វើដែលល្អអំពើដែលធ្វើទៅវាល្អវាមិនឆ្កើមឆ្កងវាមិនច្រឡំខាមហ្នឹងគេថាទំនើងហ្នឹងស្ទាវពេលហ្នឹងលោកណែនាំឲ្យយើងធ្វើដោយល្អអាហ្នឹងទី1ទី2ហាម5មិនឲ្យយើងកូនប្រុសកូនស្រីនឹងធ្វើអ្វីអាក្រក់ដោយកាយដោយវាចាចិត្តហ្នឹងឃើញកាយវាចារបស់យើងកាយនឹងប្រព្រឹត្តទៅមិនល្អចង្អេងចងាងមិនសុភាពរៀបសារមិនសមរម្យទៅតាមប្រពៃណីទំនៀមទម្លាប់របស់ជាតិយើងហ្នឹងក៏គាត់ហាមមិនឲ្យយើងធ្វើទេឬសម្ដីយើងពោលមិនល្អពាក្យនឹងវាមិនជាភាសារបស់សពរោះពាក្យឆ្កឹមឆ្កងដោយមានពាក្យថាឯងថាអញអានេះអានោះមាននេះមាននោះអីហ្នឹងអានេះសត្វតែវាចាដែលគ្រូតក្រៀតអាក្រក់ដែលពួកសពរោះគេមិនចូលចិត្តទេតែឪពុកម្ដាយឮយើងពោលវាចាបែបហ្នឹងក៏ហាម5យើងមិនឲ្យពោលវាចាដល់អាក្រក់គ្រូតក្រៀតណាទេអានឹងទី2ទី3យើងធំឡើងល្មមនឹងទទួលការរៀនសូត្របានគិតនាំយើងមកដាក់សាលារៀនដល់បានហើយដែលអ្នកទាំងអស់គ្នាកំពុងនៅក្នុងមណ្ឌលសាលារៀនសុវណ្ណភូមិនឹងលោកឪពុកអ្នកម្ដាយនាំយកមកដាក់ឲ្យនៅក្នុងហ្នឹងឲ្យយើងទទួលការសិក្សារៀនសូត្រអក្សរសិល្ប៍វិទ្យាសពបែបសព្វយ៉ាងហ្នឹងអំពីសាលាព្រោះនៅសាលាហ្នឹងមានលោកគ្រូអ្នកគ្រូលោកនាយកលោកមានសមត្ថភាពចេះដឹងនៅចំណេះចេះដឹងសពគ្រប់លោកបង្ហាត់បង្ហាញពន្យល់យើងទាំងអស់នោះឲ្យបានសិក្សារៀនសូត្រទទួលការចេះដឹងហ្នឹងប៉ុណ្ណឹងសំខាន់បំផុតកិច្ចទី3ហ្នឹងវិជ្ជាចំណេះដែលចេះដឹងពីសាលាហ្នឹងជាវិជ្ជាដែលត្រឹមត្រូវគឺអ្នកដែលគេចងក្បួនជាច្បាប់ឲ្យយើងរៀនចំណេះវិជ្ជានេះគេគិតគេរិះគេរកត្រឹមត្រូវដល់ល្អហើយគ្មានសពិចសពិលសមងសម័យប៉ះប៉ែលអីទេវិជ្ជាដែលចេញពីសាលាគឺវិជ្ជាដែលត្រឹមត្រូវល្អយ៉ាងអានឹងទី3ហ្នឹងសំខាន់បំផុតរឿងរៀនហ្នឹងឯងហើយរឿងសង្គ្រោះទី4កាលណាយើងធំចម្រើនលូតលាស់ឡើងកើតរកគូស្រករឲ្យយើងអានឹងមិនរៀបរាប់តែប្រពេលហ្នឹងមិនតែជាពេលវេលាដល់រឿងតែកាន់រឹបមេត្តាឲ្យស្ដាប់ដល់ឲ្យមានគូស្រករទី5កើតចែកមរតកទ្រព្យសម្បត្តិនៅខាងក្រោយនេះជាកិរិយាដែលកើតសង្គ្រោះកូនពុទ្ធបង្រៀនឲ្យម៉ែឪសង្គ្រោះកូនយ៉ាងណាបើម៉ែឪណាសង្គ្រោះកូនដោយស្ថាន5យ៉ាងហ្នឹងហើយជាឧត្តមឪពុកម្ដាយមេត្តាបិតាជាបុគ្គលដែលប្រសើរបានសង្គ្រោះខ្លួនកូនខ្លួននឹងឲ្យមានសិរីសួស្តីជាយមង្គលក្នុងជីវិតហ្នឹងការរៀនសូត្រនេះសិក្សារៀនសូត្រនេះជាកម្មវិធីដែលចម្រើនបញ្ញាឲ្យកើតបញ្ញាដល់យើងទាំងអស់គ្នាហ្នឹងហើយបញ្ញានេះយើងនិយាយគ្រប់តែគ្នាបញ្ញាប្រាជ្ញាសេចក្តីចេះដឹងបើជាពិសេសទូទៅនិយាយតែបញ្ញាប្រាជ្ញាហ្នឹងឯងបញ្ញាជាភាសាបាលី
ប្រាជ្ញាជាភាសាសំស្ក្រឹតយើងយកមកនិយាយបល័យសំស្ក្រឹតអត់បានយល់អត្ថន័យពាក្យថាបញ្ញាឬប្រាជ្ញាហ្នឹងទេតែបើជាខ្មែរបានន័យថាសេចក្តីដឹងទូទៅសេចក្តីដឹងអាហ្នឹងជាទូបញ្ញាអ្វីដែលយើងមិនដឹងអាហ្នឹងមិនមានបញ្ញាទេអត់មានទេតែកាលណាយើងដឹងអាហ្នឹងគេបញ្ញាដូចយើងស្គាល់វត្ថុទាំងអស់បានស្គាល់វត្ថុអីទាំងអស់គ្រប់បានហ្នឹងជាទូបញ្ញាអ្វីដែលយើងអត់ស្គាល់អាហ្នឹងមិនមែនបញ្ញាទេយើងខ្វះឲ្យបញ្ញាហ្នឹងនេះត្រូវយល់ពីពាក្យថាបញ្ញាជាភាសាបាលីសំស្ក្រឹតថាប្រាជ្ញាខ្មែរថាសេចក្តីដឹងទូទៅការដែលមករៀននឹងដើម្បីឲ្យដឹងហ្នឹងឯងនេះដើម្បីឲ្យដឹងហើយតាមពិតទៅពុទ្ធសាសនាពុទ្ធលោកថាម៉ែឪនេះជាគ្រូបង្រៀនទី1របស់កូនអាហ្នឹងវាធ្ងន់ទៅទៀតតែម៉ែឪអ្នកកាន់ពុទ្ធសាសនាមានដឹងថាពុទ្ធលោកថាខ្លួនឯងជាគ្រូបង្រៀនទី1របស់កូនណាថាពុព្វាចារបល័យអាចារ្យគ្រូបង្រៀនទី1ហ្នឹងអត់ដឹងទេម្ល៉េះហើយម៉ែឪនឹងមិនដឹងថាខ្លួនទៅជាគ្រូបង្រៀនរបស់កូននឹងមានទៅបានយកចិត្តទុកដាក់វឹកវើអប់រំកូនបង្រៀនកូនណាអត់ទេខ្លះមិនដឹងទៅអសោះខ្លះបានអប់រំទូលមានកូនមែនតែអត់ដឹងថាពុទ្ធលោកថាអញនេះជាគ្រូទី1បង្រៀនកូនដែរគ្រូនៅសាលាគ្រូទី2ដែរអាហ្នឹងហ่ะបើគ្រូទី1នឹងបានអប់រំវឹកវើដោយល្អត្រឹមត្រូវហើយគ្រូទី2ងាយអីទេគ្រូទី1ហ្នឹងវឹកវើអិរិយាបថមារយាទភាសាអីត្រឹមត្រូវហើយគ្រូទី2សាលាងាយស្រួលបំផុតលោកនាយកលោកគ្រូគង់មើលថាកូនដែលគេយកកុមារាដែលគេយកមកដាក់នៅសាលាសវណ្ណភូមិអត់ត្រូវនេះទេណាអត់ដូចនេះទេណាខ្លះមកសុភាពរៀបសារនិយាយទៅស្ដាប់គ្នាបានណែនាំអីទៅយល់ងាយធ្វើបានលោកគ្រូទី1គេអប់រំខ្លះអត់តែមកចង្អេងចង្អាងវិញមកពីលោកគ្រូអត់បានព្រាគេមើលប៉ុណ្ណឹងគេយល់នេះគ្រោះថ្នាក់ធំបំផុតពុទ្ធលោកថាម៉ែឪជាគ្រូទី1របស់កូនហ្នឹងយើងមិនដឹងបានតែសោកស្ដាយណាយើងអ្នកកាន់ពុទ្ធសាសនាអត់ដឹងថាពុទ្ធលោកទូលមានពីបដៅយ៉ាងម៉េចហ្នឹងអត់ដឹងទេបងនេះថាវិសេសវិសាលណាស់ការសិក្សារៀនសូត្រសម្រាប់មនុស្សគាត់បានសង្គ្រោះយកយើងមកដាក់សាលាហើយហើយយើងត្រូវរៀនសូត្រយកចំណេះវិជ្ជាដើម្បីជាពន្លឺភ្លឺស្វាងនៃជីវិតរបស់យើងដែលរស់នៅជាមនុស្សឬមនុស្សយើងកើតមកមានពូជបញ្ញាស្រេចគ្រប់គ្នាមិនដូចសត្វដេរឆានសត្វដេរឆានអត់មានពូជបញ្ញាទេតែមនុស្សយើងមានពូជបញ្ញាតែបញ្ញារបស់មនុស្សអាចរីកចម្រើនទៅបានទើបតែរៀនបើមិនរៀនអត់បញ្ញាអត់រីកទៅបានទេអាចចំណេះវិជ្ជាដែលរៀនសានោះពង្រីកបញ្ញាយើងណាឲ្យយើងដឹងកាន់តែច្រើនឡើងកាន់តែទូលំទូលាយច្បាស់លាស់ឡើងហ្នឹងដោយសប្តាហ៍ថ្ងៃនេះកូនមានបញ្ញាច្រើនជាងម៉ែឪខ្លះម៉ែឪខ្លះអត់កើតអត់បានរៀនសូត្រទេមិនសូវមានចំណេះចេះដឹងអីប្រហែលទេណាដល់ក៏ឲ្យកូនមកសិក្សារៀនសូត្រកូននឹងមានបញ្ញាចេះដឹងច្រើនជាងគាត់ដោយគ្រឿងប្រើឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យាបច្ចេកទេសសម័យទំនើបអីម៉ែឪខ្លះអត់ចេះទេតែកូនចេះអត់ដែលចេះហ្នឹងគេតួបញ្ញាហ្នឹងដែលវាកើតមានដល់មនុស្សហ្នឹងបានថាហ្នឹងសម្រាប់ការងាររបស់យើងទាំងអស់គ្នានេះគឺរឿងរៀនសូត្រហ្នឹងជាធំបំផុតក្នុងជីវិតវ័យដែលយើងជាកុមារាយុវជននិងយុវនារីហ្នឹងអត់មានការងារអីទេពីព្រោះគ្រឿងបរិភោគគ្រឿងឧបភោគប្រើប្រាស់សពបែបសយ៉ាងលោកឪពុកអ្នកម្ដាយគាត់ធានារ៉ាប់រងអស់ហើយយើងអត់ប្របាក់ដើររកបាយរកខោរកអាវអីយកមកស្លីអត់មានទេគាត់មានគ្រប់គ្រាន់ហើយទំនុកបំរុងយើងណាយើងមានតែការរៀនប៉ុណ្ណឹងឯងសំបីតែមកកាន់សាលាសវណ្ណភូមិនេះជាឧទាហរណ៍ក៏គាត់នាំចូលមកដែរគេថាកិរិយាសង្គ្រោះរបស់គាត់ប៉ុន្តែដល់មកដល់ក្នុងសាលាសវណ្ណភូមិនេះហើយមានលោកគ្រូអ្នកគ្រូជាអ្នកបង្ហាត់បង្រៀនប្រាប់ទ្រឹស្ដីក្បួនច្បាប់អ្វីទាំងអស់ដល់យើងសត្វតែសង្គ្រោះទាំងអស់
លោកពងអ្នកម្ដាយសង្គ្រោះនាំយើងចូលសាលាលោកគ្រូអ្នកគ្រូសង្គ្រោះប្រាប់អំពីច្បាប់ទន្លើបក្បួនខ្នាតអីដល់យើងតែដល់ចុងបញ្ចប់គឺខ្លួនយើងត្រូវរៀនយើងត្រូវរៀនគឺយើងស្ដាប់យើងគិតយើងចំណាំនៅពាក្យពេចន៍ក្បួនច្បាប់ដែលលោកគ្រូអ្នកគ្រូបញ្យល់ប្រាប់យ៉ាងហ្នឹងអាហ្នឹងជាតួការងារដែលយើងត្រូវធ្វើអាហ្នឹងតួការងារយើងធ្វើហើយម៉ែឪសង្គ្រោះយើងឲ្យជួយយើងយកមកដាក់សាលាលោកគ្រូអ្នកគ្រូប្រាប់យើងឲ្យពីច្បាប់ពីក្បួនអីទាំងអស់ពាក្យពេចន៍ទាំងអស់ជាកិរិយាដែលគេសង្គ្រោះយើងទាំងអស់តែដល់ចុងចប់បើយើងមិនស្ដាប់យើងមិនរៀនយើងមិនគិតពិចារណាអត់ទៅបានចេះអីទេអ្វីដែលយើងស្ដាប់រៀនសោះនេះជាតួការងារដែលយើងត្រូវធ្វើហ្នឹងតួការងារហើយបើយើងមិនស្ដាប់មិនរៀនទេអត់បានចេះដឹងអីទេគ្មានបានចេះដឹងអីទេគេសង្គ្រោះយើងហើយតែយើងអត់បានសង្គ្រោះខ្លួនឯងសង្គ្រោះខ្លួនឯងគឺការរៀនការសូត្រហ្នឹងឯងដើម្បីឲ្យបានទទួលចំណេះចេះដឹងហ្នឹងឬការរៀនសូត្រនេះប្រើរយៈកាលវែងឆ្ងាយណាស់ចាប់តាំងពីឆ្នាំទី1ចូលទៅស្រៈអស្រៈអាកខនៅឆ្នាំទី1ហើយដល់ឆ្នាំទី2យើងត្រូវចេះដឹងលើសពីឆ្នាំទី1ប៉ុន្តែយ៉ាងណាឆ្នាំទី3ក៏យើងចេះដឹងជាងឆ្នាំទី2ទៅវិញបញ្ញាវាចេះតែកើតទៅតាមកម្រិតឆ្នាំថ្នាក់ហ្នឹងនេះបញ្ញាតម្រាំនឹងដល់ត្រើយត្រានហ្នឹង20ឆ្នាំគិតមកតាម20ឆ្នាំគិតពីថ្នាក់ទី1ដល់បណ្ឌិត20ឆ្នាំបើប្រឡងអត់ធ្លាក់នៃភូមិសិក្សានៅលើពិភពលោកទាំងហើយប៉ុណ្ណឹងការសិក្សារៀនសូត្រនេះលោកធៀបដល់ជាអ្នកទាំងឡាយគ្រប់គ្នានឹងធ្វើដំណើរឆ្លងសមុទ្រឆ្នាំទី1ស្រៈអស្រៈអាដូចជាត្រើយខាងអាយត្រើយស្ទឹងត្រើយសមុទ្រខំធ្វើដំណើរឆ្លងទៅដល់ថ្នាក់បណ្ឌិតត្រើយខាងនេះហើយចន្លោះត្រើយអាយនិងត្រើយនាយជាទឹកសមុទ្រទាំងអស់ឲ្យយើងធ្វើដំណើរឆ្លងម្ល៉េះត្រូវពុះពៀបើយើងមិនពុះពៀមិនអត់ធន់មិនខំជាយានទេឆ្លងអត់ផុតទេធៀបឧបមាថាយើងរៀនមកបានដល់ចប់វិទ្យាល័យឈប់រៀនអាហ្នឹងលោកថាលិចទូកណ្ដាលសមុទ្រយើងទៅដំណើរដល់តំណងលិចទូកណ្ដាលសមុទ្រឬយើងចប់វិទ្យាល័យយើងធ្វើដំណើរទៀតជិះទូកជិះសំពៅឆ្លងសមុទ្រទៅដល់បានបរិញ្ញាបត្រក៏ឈប់ទៅឬក៏អនុបណ្ឌិតក៏ឈប់ទៅអាហ្នឹងក៏នៅតែមិនទាន់ដល់ត្រើយបុរាណថាចិត្តដល់កំពង់លងទូកនៅដល់កំពង់ត្រើយតើយើងខំតស៊ូឲ្យបានថ្នាក់បណ្ឌិតគឺវាអស់ភូមិសិក្សាឲ្យមានប៉ុណ្ណឹងឯងអានេះបានឈ្មោះថាឆ្លងដល់ត្រើយនៃវិជ្ជាហ្នឹងដល់ត្រើយនៃវិជ្ជាបើសិនយើងបានឆ្លងដល់ត្រើយហើយយើងមានបញ្ញាធំធេងទូលំទូលាយអាចបញ្ញាហ្នឹងជាគ្រឿងទីពឹងសម្រាប់ជីវិតរបស់យើងក្នុងការកើតមកជាមនុស្សហ្នឹងម៉ែឪលោកពូអ្នកម្ដាយមិនចិញ្ចឹមយើងបានមកជីវិតទេណាហ្នឹងណាកិនចិញ្ចឹមបានតែមួយរយៈជួយសង្គ្រោះបានតែមួយរយៈទេពីថ្ងៃដែលយើងកើតមករហូតដល់យើងមានអាយុ20ឆ្នាំជាង20បន្តិចទួយតែយើងមានគូសកលគ្រួសារទៅផុតតួនាទីក៏ហើយក៏សង្គ្រោះអស់ប៉ុណ្ណឹងឯងក្នុងពេលដែលយើងមានគូសកលប្តីគ្រួសារដែលយើងត្រូវប្រើសមត្ថភាពរបស់ព្រះយើងប្រើកម្លាំងកាយកម្លាំងបញ្ញារបស់ព្រះយើងបើសិនណាយើងមានបញ្ញាច្រើនបានដល់ថ្នាក់បណ្ឌិតជីវិតយើងនឹងប្រសើរល្អក្នុងជីវិតរស់នៅហ្នឹងព្រះពុទ្ធសាសនាលោកពោលថាជីវិតរបស់មនុស្សដែលរស់នៅដោយបញ្ញាជាជីវិតប្រសើរបំផុតព្រោះបញ្ញាគេដឹងខុសដឹងត្រូវទាំងអស់គេរកទ្រព្យសម្បត្តិធនធាន
គេធ្វើជីវិតគេឲ្យបានសុខសួស្តីយកសាក់ឯនៅនឹងបញ្ញាទាំងអស់សំខាន់បំផុតហ្នឹងពុទ្ធសាសនាហ្នឹងវិពិភពលោកសប្តាហ៍ថ្ងៃក៏មិនខុសពីពាក្យទូលមានព្រានប្រដៅរបស់ពុទ្ធដែរពុទ្ធសាសនាថាឲ្យយើងសន្សំបញ្ញាសន្សំបញ្ញាគឺការរៀនការស្ដាប់ការគិតត្រេះរិះពិចារណាហ្នឹងឯងបានមានបញ្ញាហ្នឹងកើតមានដល់យើងអាស្រ័យនេះពេលវេលារបស់អ្នកទាំងអស់គ្នាដែលជាសាសនាសាស្ត្ររបស់សាលាសវណ្ណភូមិនេះកុំគិតអ្វីក្រៅពីការរៀនសូត្ររបស់បងប្អូនអត់គិតទេព្រោះយើងបាយទឹកនំចំណីសម្លៀកបំពាក់អីមានអើយលោកពុកម្ដាយគាត់ត្រៀមលក្ខណៈឲ្យជួយយើងអត់មានរវល់អីទេរវល់តែក្នុងរៀនមិនឯងបើសិនយើងមិនរៀនទៀតហើយស្រេចហើយការចិញ្ចឹមការបែកបាច់ថែរក្សារបស់លោកឪពុកម្ដាយមកលើយើងដូចអត់បានប្រយោជន៍អីសោះគាត់ក៏ជួយអស់ពីសមត្ថភាពតែខ្លួនឯងមិនបានជួយខ្លួនឯងគឺមិនខំរៀនហ្នឹងបើអញ្ចឹងទាំងអស់គ្នាត្រូវតស៊ូខំរៀនឲ្យបានសម្រេចជាកិច្ចដូចជាកិច្ចដែលយើងតបស្នងសងគុណលោកឪពុកម្ដាយយើងផងហើយក៏តស៊ូក្នុងយើងកូនម្នាក់ហ្នឹងខ្លាំងណាស់ណាថែរក្សាយើងហើយក្នុងការរៀនសូត្រនេះបណ្ឌិតដូនតាអ្នកប្រាជ្ញយើងហ្នឹងលោករៀបជាច្បាប់មួយដាស់តឿនយើងនឹងឲ្យខំរៀនមានជាច្បាប់របស់លោកច្បាប់នោះលោកថាអ្នករៀនទាំងឡាយប្រយ័ត្នរាយមាយព្រោះក្តីសល់វល់នេះតែកាលណារាយមាយចិត្តវាបែកហើយវាមិនមូលក្នុងការរៀនសូត្រទេរាយមាយទៅណាតែកុំបីរាយមាយអប្រយ័ត្នរាយមាយព្រោះក្តីសល់វល់ត្រូវខំមិត្តរៀនចំណេះសាកលណែការខំមិត្តគឺតស៊ូអត់ទាន់នឹងការរៀនហ្នឹងហើយ20ឆ្នាំខំមិត្តរៀនចំណេះសាកលវិជ្ជាគ្រប់បែបទាំងអស់នៅក្នុងសាលាណាសាកលសាកលៈគូវទូទៅបល័យសាកលៈហ្នឹងចំណេះសាកលត្រាតែបានដល់ត្រើយត្រានវិទ្យាជាភាសាសំស្ក្រឹតបល័យថាវិជ្ជាអវិជ្ជាធ្វើឲ្យមានបញ្ញាត្រាតែបានដល់ត្រើយត្រានវិទ្យាជាទ្រព្យប្រើបានសពគ្រប់លើសទ្រព្យនានាអ្នកមានទ្រព្យស្រាប់អបឥតវិជ្ជាមិត្តភ័ក្តិផងគ្នាគេច្រើនមើលងាយមានទ្រព្យតែខ្វះវិជ្ជាក៏នៅតែមិនសូវមានតម្លៃដែរអានឹងសូមជ្រាបយ៉ាងបានថាវិជ្ជានឹងជាទ្រព្យដ៏ប្រសើរសម្រាប់មនុស្សបើអញ្ចឹងអ្នកទាំងអស់គ្នាត្រូវស្វែងរកទ្រព្យដែលជាវិជ្ជាហ្នឹងដើម្បីជាគ្រឿងអលង្ការតុបតែងខ្លួនរបស់យើងឲ្យទៅជាមនុស្សដែលមានរស្មីពន្លឺណាដោយសារបញ្ញាហ្នឹងហើយពុទ្ធសាសនាលោកថាអ្នកដែលមានបញ្ញាសូម្បីមិនមានទ្រព្យក៏រស់នៅបានដែរគេយកបញ្ញាហ្នឹងឯងទៅរកទ្រព្យធ្វើការងារទ្រព្យតែបើអត់បញ្ញាទេសូម្បីមានទ្រព្យក៏រស់នៅមិនបានដែរបើល្ងងខ្លៅហើយម៉ែឲ្យទុកទ្រព្យទុកសម្បត្តិឲ្យដល់ច្រើនស្រែចម្ការអីអត់ទាំងបានមកហ្នឹងក៏លក់ស៊ីចាយអស់សបាយប៉ឡែពៀលាទៅអត់បានថែរក្សាទ្រព្យសម្បត្តិនៅកងនេះសេចក្តីល្ងងជួនកាលចាញ់បោកគេទៀតណាហ្នឹងល្ងងនឹងសត្វតែរឿងដែលអ្នកប្រាជ្ញលោកប្រាប់ថាព្រះប្រាជ្ញក្នុងទីនេះគឺប្រពុតលោកឆ្វេងយល់អស់លោកប្រាប់យើងទាំងអស់គ្នាហ្នឹងបើអញ្ចឹងគ្មានអ្វីដែលក្រៃលែងជាងបញ្ញាទេជាងវិជ្ជាទេជាទ្រព្យដ៏ប្រសើរសម្រាប់យើងតែមានបញ្ញាជីវិតយើងប្រសើរហើយអានឹងសូមឲ្យអ្នកទាំងឡាយហ្នឹងជ្រាបអំពីការសិក្សារៀនសូត្រហើយដូចបានប្រាប់អីតែមិនមែនរឿងងាយស្រួលទេ20ឆ្នាំណា10ឆ្នាំ2ដងអានឹងមិនស្រួលទេអាក្នុងរៀនមានអខ្ជិលច្រអូសហ្នឹងវាមិននៅនឹងផងបើអខ្ជិលច្រអូសមកនៅហ្នឹងអស់រៀនអស់សូត្រអីក៏វែងចោលអាសាបងឲ្យជោគវាសនាខ្លួនកើតមកជាមនុស្សមួយជីវិតហ្នឹងมันមានតម្លៃទេអានឹងសូមជ្រាបចឹងវិបត្តិជាតិនៅលើពិភពលោកនេះយ៉ាងកាលណាបើប្រជាពលរដ្ឋល្ងងខ្លៅហើយរាជរដ្ឋាភិបាលដឹកនាំអប់រំក៏ទៅអត់រួចទេអត់មានអភិវឌ្ឍ
เพราะเอาเตารวยเตะอันนั้นจังการได้ยังช่วยชีวิตครูซายังเอาชำระลุเลือดโดยตรับโดยสมบัติเมียนชีวิตยังสกสานสบายละอขนมครูซายังก็โดยช่วยเจียดได้โดยมนุษย์ขนมมาภูมิเมียนประมาณครูซาทำเมียนมาโรยครูซาชอบมาโรยครูซานั่นคือเมียนสมบัติแต่เพียบกี่ช่วยชีวิตครูซาคืออ่อยเมียนตรับเมียนสมบัติคือรอนเอาได้สบายมาภูมินั้นเวียดกรมข้างละอโดยช่วยดาราตาพิบาลช่วยเจียดไหนช่วยชีวิตนั่นอันนั้นอย่างเจ้าบาสนาเจริญง่วงหายเธอไอ้อันเต้ารวยแต่ปอเราทำมาหกอาหารบอลเดี๋ยวพวกก็ปบะเตียดกรอไกรยางไกรเลี้ยชีวิตนั้นอันบานสบอันสบายเตะนั่งบานตาเยี่ยชิมพวกซาซาโนซาต่างไปสลาในชั่วโมงละนะสวรรณภูมิสวรรณะเหียซาไปไล่ปลายจะขมายทำเมียตบานได้ฮะสลาสวรรณภูมิโดยเชี่ยกมโนเมียกโนตรอบภูมิว่ากมโนเมียนั่นคือวิเชียนั่งไอ้แต่มาเนี่ยโดยเชี่ยเมียปดอลอายังเมียนตำไลนั่งไปเจ้าต่างออกนี้เราตั้งชันเชียซาซาโนซาละขนมสลาสวรรณภูมิตรารินโซเรียกบ้องสกได้เจริญโอเจนให้ตราตังจะตาเชียโกนระบอนลูกอปุงเนี่ยมันได้พอลูกปุงเนี่ยมันได้ก็นำโจมมากันสลาอ้อยโกนเรียนบางเจ้าตรารินใบเกี่ยใกล้ตอบสนองสองคนดอลโลปุงเนี่ยมันได้ยืนหนึ่งกลมอ้อยเกิดขอจัดสลามาเนี่ยไอ้คือนั่นก็อ้อยเมียนยังช่วยเพื่อก้าไอ้เตะอ้อยแต่ยังเรียนแต่มามุกเป็นนางไอ้ละการเรียนนั้นจำได้ไปเชียโยกล้วนไอ้ตาโยมมาสำหรับปราขนองชีวิตระบอกล้วนนั่นขนมเป็นไอ้ยังชำระลุละทมลังเป็นเวลานั่นไม่เอายังเมนเชมยังบานมาชีวิตแต่นะยังมือกรับแต่คะแนนโดยเฉพาะไม่เอายังโลปุ่มมาได้ยังจะดำเนาะเอาปุ่มมาได้ก็อันนี้จะกรรมอัตหาคลาสจักจะเรียตโตมาไม่เอากับเมนเชมไอ้กระเทียดกันเชมปนไอ้บวนกันน้อยกันเชมยังตีดหาเชียงก้ากันเชมไม่เอายังเอาไม่เอากันนั่นแต่ตีนี่เวียนเมียนไรจังในสำหรับสังคมมนุษย์ช่วยนี่จังไอ้รีไอพุทธศาสนานั้นพระสัมมาสัมพุทธลูกเป็นเรียนมนุษย์เอาช่วยนี่ตัวเวงตัวเมาแล้วปลายถ้าสั่งกะหะสั่งกระโดดแปรเจ้าขมายแต่ช่วยนี่ช่วยกันได้เนี่ยเราพอประโยชน์อะไรนี่นะแต่จะไงมาชูไงนะปัญญังยาวใหญ่อัจฉริยะจังนั่งตัวเตี้ยก็กระโดดไปมันเชื่อจับบ้านได้เมื่อเต้าโตพองหรือก็การในใหญ่นี่ก็มันต้องสลับบ้านประมาณเนี้ยได้เมื่อเต้านั่งแต่มันรู้สลับบ้านแต่ลูกในยอดลูกครูเนี่ยครูสร้างอดต่างอดสร้างอดสลับบ้านอดยอดละนะเพราะนะตัวใบยานะก็จำเปียตะคอมเรียนเจ้ากิจการเราวิสัยจำพวงมุกเราบ่ยืงแต่เราเจ้าก็มาไรยุเวไว้นั่งยุเวจวนยุเวในนี้คือเต้าแต่เรียนอันเมียนเธอไอ้เขาเป็นนั่งเดอันนั้นสมไอ้เนี่ยต่างลายนั่งเรียนจังเนื้อตีได้บานเมาจูบนั่งประซังห่อกาทางนี้ธรรมากับบ้านเลือกโยเปียตูเมียนปรินประดาวระบบประพุทธได้หาแต่พุทธศาสนานั่งเมาเป็นยนในเนื้อดาลูกนิยมลูกครูเนี่ยครูอันซาซานุซาต่างอ่อนน้องสลาสวรรณภูมิหนึ่งดำใบอ้อยมีสลับอาหารเยอะต่ออนวัตดำใบเจียกาจำราญรุ่นเลือดบางน้องสลาสวรรณภูมิหนึ่งต่างอ่อนนี่รวยสำหรับลูกครูเนี่ยครูนี้ปปุ่นลูกท่าเชียมมาลบตีปีระบามโนไม่เอาเชียมมาลบตีมวยระบาโกนเป็นเติมมอลูกครูเนี่ยครูเชียมมาลบตีปีเดี๋ยวเราเอาซาซานเอาซานั่งเชโรกรครองมาลบระบาครูนั่นคือกาปังหัดกาปังเรียนวิเชียสได้ไอ้นั่งไอ้บ้านละอ้อประสาโดยสำหรับพุทธศาสนาโลกเลิกครูนั่งเชียบุคคลได้ประสาผมพอดสำหรับชีวิตมนุษย์นั่งเพราะมนุษย์ต่างอ๋อได้บ้านเช็ดจำได้เช็ดดังวิเชียไอ้ซาลูกครูเนี่ยครูน่ะไอ้เนี่ยประดอลอ้อยปันแต่
ជាទូទៅនឹងក៏សាសនាសាសទាំងអស់នឹងមិនសូវមានអាណាបានដឹងគុណលោកគ្រូអ្នកគ្រូទេបើយើងមើលក្នុងសង្គមមិនសូវបានដឹងគុណឧបការៈអីទេបានចំណេះចេះដឹងហើយយកចំណេះចេះដឹងទៅប្រើប្រាស់សម្រាប់តែជីវិតរបស់ខ្លួនមិនបានគិតថាចំណេះវិជ្ជាអ្នកអញ្ចេះពីអ្នកណាទទួលបានពីអ្នកណាអត់បានគិតទេបើសិនតែបានគិតត្រូវដឹងគុណលោកគ្រូអ្នកគ្រូនឹងសម្រាប់គ្រូនឹងក៏ព្រះពុទ្ធលោកឲ្យសាសនាសិស្សដឹងគុណដែរប្រវិជ្ជាអ្វីទាំងអស់ដែលចេះគឺលោកគ្រូអ្នកគ្រូគាត់ផ្ដល់គាត់ចេះអីបណ្ណាគាត់ផ្ដល់ឲ្យទាំងអស់គ្មានសំចៃគ្មានកំណាញ់អីទេគាត់ចេះទាំងអស់បណ្ណាលោកគាត់បង្ហាត់បង្រៀនឲ្យសាសនាសិស្សបានចេះដឹងបានថានៅលើលោកនេះគឺលោកឪពុកអ្នកម្ដាយនឹងទី1លោកគ្រូអ្នកគ្រូនឹងទី2បុគ្គលទាំងពីរនេះឯងដែលបានសាងជីវិតរបស់មនុស្សនៅលើលោកនេះឲ្យល្អប្រសើរបើយើងអត់បានដឹងទេតែសម្រាប់ពុទ្ធសាសនាលោកបញ្យល់អាហ្នឹងមនុស្សជាបុគ្គលដែលកូនដែលសាសនាថាត្រូវដឹងគុណត្រូវគោរពគុណហ្នឹងដល់ខ្ពងពោះទាំងអស់នេះនៅលើសកលលោកនេះអ្នកណាតែកូនម៉ែកូនឪអ្នកណាក៏តែសិស្សរបស់គ្រូអ្នកគ្រូចេះដឹងអត់ទេជីវិតរបស់ខ្លួនបានទទួលផលប្រយោជន៍ពីបុគ្គលពីរក្រុមនោះឯងម៉ែឪនិងលោកគ្រូអ្នកគ្រូចម្រើនឲ្យយើងមានជីវិតរស់នៅដោយសុខសាន្តសប្បាយល្អបានចំណេះបានវិជ្ជាអស់ពីរអ្នកទាំងអស់ហ្នឹងមិនសូវមានអាណាចដឹងគុណដឹងអីទេបច្ចុប្បន្ននេះឃើញមួយថ្ងៃគេធ្វើបន់មួយថ្ងៃមកព្រឹកអីថាដឹងគុណគ្រូអាហ្នឹងគាត់នៅពិធីដោយពិធីធ្វើបញ្ញាទេអាហ្នឹងមិនយកជាការឲ្យបានគេបញ្ញាឲ្យដឹងរំលឹកឲ្យដឹងការពិតគឺត្រូវដឹងគុណគោរពគុណដល់លោកគ្រូអ្នកគ្រូនឹងជាមលុបទី2របស់យើងគ្រប់គ្នាទាំងអស់